អូខេសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញរបៀបនៃការបើកនិងបិទកម្មវិធី Adobe Microsoft ហើយនឹងស្គាល់រូបសញ្ញារបស់របស់ Adobe Microsoft ឆ្នាំ2023អញ្ចឹងរូបសញ្ញាវាគឺអក្សរ P ហើយនឹង S ហ្នឹងហើយអញ្ចឹងដើម្បីបើកវាយើងគ្រាន់តែចុច double click ពីរដងមកបាទអញ្ចឹងយើងបានចូលទៅកាន់កម្មវិធីហ្នឹងតែហើយអញ្ចឹងរបៀបបើកគឺមានតែប៉ុណ្្នឹងហើយយើងអាចធ្វើការបិទវាវិញបានគឺយើងគ្រាន់ចុចសញ្ញាខ្វែងនៅលើកន្លែងនេះឬក៏ចុចចំកន្លែង file រួចយកពាក្យថា exit បាទ exit ឬក៏ control so q មកគឺបិទហើយបាទករណីបើសិនជាអត់មានshortcut នៅលើ monitor នេះទេយើងអាចចូលទៅកាន់ start នេះហើយយើងវាយពាក្យថា Photoshop Adobe មក Adobe ពី Photoshop ឬយើងអាចចុចទៅលើរូបនឹងតែម្ដងឬក៏ចុចចូលកន្លែង Open នេះមកអញ្ចឹងបើកបានដូចគ្នាណាអូខេអញ្ចឹងវីដេអូវីដេអូបង្ហាញពីការបិទបើកកម្មវិធីគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណ